ការរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាម្ចាស់ជីវិតលើត្បូងក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់72ព្រះវស្សាយាងចូល73ព្រះវស្សានៃព្រះករុណាព្រះមហាក្សត្រជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឆ្នាំនេះក៏មិនខុសពីរៀងរាល់ឆ្នាំដែរកម្ពុជាត្រៀមអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់72ព្រះវស្សាយាងចូល73ព្រះវស្សានៃព្រះករុណាជាម្ចាស់ជីវិតលើត្បូងនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ស្អែកនេះនៅតាមទីតាំងសំខាន់ជាច្រើនរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយមានតុបតែងលម្អបបភ្លឺភ្លើងពណ៌លើកទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្របដាពាក្យស្លោកនិងបានចាត់តាំងឲ្យមានការអុជកំជ្រួចនៅយប់ថ្ងៃទី14ខែឧសភានេះវេលាម៉ោង7យប់ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សានៃព្រះករុណាព្រះមហាក្សត្រក្នុងឆ្នាំនេះប្រជារាស្ត្រកម្ពុជាសូមសម្ដែងថ្វាយនូវមនោសញ្ចេតនាស្វាមីភក្តិប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងនិងសូមសម្ដែងនូវសេចក្តីសោមនស្សរីករាយចូលរួមអបអរសាទរយ៉ាងឃ្លាវខ្លាបំផុតក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាដ៏មហាវិសេសវិសាលនេះនិងសូមថ្វាយព្រះពរព្រះអង្គបានប្រកបនៅព្រះរាជសុខុមាលភាពដ៏ពេញបរិបូរណ៍និងព្រះជន្មវស្សាយឺនយូរព្រោះថាព្រះរាជសុខុមាលភាពនិងព្រះជន្មវស្សាព្រះអង្គមានតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ប្រជារាស្ត្រជាកូនចៅនិងព្រះរាជាណាចក្រកម្ពុជារក្សាបាននូវសេចក្តីសុខសន្តិភាពការឯកភាពជាតិនិងភាពចម្រើនរុងរឿងតទៅអនាគត